អ្នកជំនាញផ្នែកសុខភាពនិងសុវត្ថិភាពចំណីអាហាររបស់អង្គការសុខភាពពិភពលោកបានព្រមានអំពីវត្តមានសារធាតុគីមីគ្រោះថ្នាក់ពីរប្រភេទគឺអារ៉ាមីអូនិងខេតមីអឹមដែលត្រូវបានរកឃើញនៅក្នុងផ្លែទុរេនមួយចំនួនការប្រើប្រាស់សារធាតុទាំងនេះលើសកម្រិតមិនត្រឹមតែជាការរំលោភច្បាប់សុវត្ថិភាពចំណីអាហារប៉ុណ្ណោះទេប៉ុន្តែវាក៏ជាឃាតករលាក់មុខដែលកំពុងយាយីសុខភាពអ្នកបរិភោគយ៉ាងធ្ងន់ធ្ងរផងដែរតើអ្វីទៅជាអារ៉ាមីអូនិងខេមីរ៉ាំអារ៉ាមីអូគឺជាសារធាតុពណ៌លឿងម្យ៉ាងដែលគេប្រើប្រាស់ក្នុងឧស្សាហកម្មវិជ្ជាភ័ណ្ឌនិងការធ្វើក្រដាសជាអកុសលអាជីវកម្មខលខូចមួយចំនួនបានយកវាមកជ្រលក់លើសម្បកទុរេនដើម្បីធ្វើឲ្យផ្លែឈើនោះមើលទៅមានពណ៌លឿងស្រស់គួរឲ្យចង់ញ៉ាំទោះបីវាជិតខូចឬខ្ចីក៏ដោយឡែកខាមីរ៉ាំគឺជាសារធាតុលោហៈធាតុធ្ងន់ដែលអាចមាននៅក្នុងដីឬជីកសិកម្មវាអាចជ្រាបចូលទៅក្នុងសាច់ទុរេនតាមរយៈការស្រូបយករបស់ដើមទុរេនហានិភ័យសុខភាពគួរឲ្យព្រួយបារម្ភយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសុវត្ថិភាពចំណីអាហារនិងការសិក្សាវិទ្យាសាស្ត្រការបរិភោគទុរេនដែលអាចផ្ទុកសារធាតុទាំងនេះក្នុងរយៈពេលវែងអាចបណ្ដាលឲ្យមានផលវិបាកដូចជាជំងឺមហារីកសារធាតុអារ៉ាមីអូត្រូវបានគេចាត់ទុកថាជាភ្នាក់ងារបង្កជំងឺមហារីកដែលធ្វើឲ្យខូចកោសិកាក្នុងរាងកាយជំងឺតម្រងនោមលោហៈធាតុខាមីរ៉ាំគឺជាសត្រូវសាហាវបំផុតសម្រាប់តម្រងនោមវាអាចកោះកុញនៅក្នុងសរីរាង្គនេះធ្វើឲ្យតម្រងនោមចុះខ្សោយរហូតដល់ខូចទាំងស្រុងការមានជាតិខាមីរ៉ាំនៅក្នុងខួរច្រើនពេកធ្វើឲ្យខួរស្ពោតងាយបាក់និងបង្កការឈឺចាប់រ៉ាំរ៉ៃដែលគេស្គាល់ថាជាជំងឺអ៊ីតៃ